រូបមន្តទី3កុំឈប់បែបតក់ក្រហល់តែចូលកាត់បន្ថយដោយសន្សំគ្រាន់តែគិតថាត្រូវឈប់ចំណាយលុយលើរឿងអ្វីខ្លះក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តទៅហើយដូច្នេះការចំណាយលុយយ៉ាងមានសន្តិមិនចាំបាច់ត្រូវធ្វើយ៉ាងតក់ទៅហល់ទេជំនួសការបង្ខំខ្លួនឯងឲ្យឈប់តែម្ដងចូលចំណាយលុយលើរឿងនោះតិចជាងមុន 10% ក្នុងមួយខែពិតណាស់ដែលអ្នកអាចមើលមិនឃើញការផ្លាស់ប្ដូរភ្លាមតែការសម្របខ្លួនយ៉ាងសន្សំនេះនឹងជួយធ្វើឲ្យចិត្តទទួលស្គាល់បានងាយជាងតួយ៉ាងបើខែមុនអ្នកផឹកកាហ្វេជាប្រចាំអស់$50គ្រាន់តែគិតថានឹងមិនបានទិញកាហ្វេផឹកទៀតប្រហែលធ្វើឲ្យអ្នកចង់ឈប់រៀបចំផែនការចំណាយហើយមែនទេក៏ប៉ុន្តែបើអ្នកព្រមឲ្យខ្លួនឯងចំណាយលើថ្លៃកាហ្វេតិចជាងមុន 10% ក្នុងមួយខែស្មើនឹងអ្នកត្រូវកាត់$5ទុកហើយនៅសល់សម្រាប់ទិញកាហ្វេបាន$45ប៉ុណ្ណោះនៅខែបន្ទាប់ទៀតសាកមើលថាអាចកាត់បន្ថយ10%ទៀតឲ្យនៅសល់ប្រហែល$40បានដែរឬទេការផ្លាស់ប្ដូរដោយសន្សំជំនួសការបញ្ឈប់តែម្ដងវានឹងជួយឲ្យអ្នកស៊ាំជាមួយការកាត់បន្ថយចំណាយបន្តិចម្ដងដូច្នេះពេលដែលអ្នកធ្វើបានវានឹងក្លាយជាទម្លាប់ជាប់ខ្លួនរបស់អ្នករូបមន្តទី4កុំខកខានការទូទាត់បំណុលអ្នកអាចទទួលបានការជូនដំណឹងប្រាប់តាមរយៈអ៊ីមែលដែលដល់កំណត់ការទូទាត់ក៏ពិតមែនតែកុំប្រើវាជាឧបករណ៍រំលឹកការចងចាំតែម្យ៉ាងថាអ្នកជំពាក់បំណុលអ្នកណាហើយត្រូវទទួលសងពេលណាពលគឺអ្នកគួរសរសេរការកំណត់ការទូទាត់ប្រាក់ឬចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់គ្រប់វិក្កយបត្រឬប្រតិទិនក្នុងទូរស័ព្ទក៏បានក្រោយពេលវេលាកន្លងទៅប៉ុន្មានខែអ្នកអាចគិតថាខ្លួនឯងចងចាំកាលបរិច្ឆេទនិងចំនួនទឹកប្រាក់ដែលត្រូវទូទាត់បានអស់ហើយតែកុំទាន់អាលឈប់កត់ចំណាំព្រោះវាជាការរំលឹកដល់អ្នកថាជារៀងរាល់ខែអ្នកមានចំណាយប្រចាំអ្វីខ្លះហើយបើមានចំណាយណាដែលត្រូវយកចិត្តទុកដាក់ជាពិសេសអ្នកនឹងបានគិតឃើញភ្លាមពេលដែលបើកមើលប្រតិទិនរូបមន្តទី5ប្ដូរតារាងបញ្ជាទិញជាតារាងរង់ចាំការទិញគួរសង្កេតថាបញ្ហានៃការទិញរបស់ដោយមិនបានគិតមិនមែនស្ថិតលើទំនិញទេតែស្ថិតលើខួរក្បាលរបស់យើងពោលគឺពេលដែលយើងមានអារម្មណ៍ធុញថប់តានតឹងឬធុញទ្រាន់ជាដើមខួរក្បាលតែងព្យាយាមរកសេចក្តីសុខហើយដូចដែលយើងបានរៀនតាំងពីក្មេងហើយថាបានរបស់ថ្មីបានរបស់អ្វីថ្មីមិនថារបស់លេងរបស់ហូបឬ
វ៉ាសង្វាន់ផ្សេងតែងធ្វើឲ្យយើងមានសេចក្តីសុខយ៉ាងហោចណាស់ក៏មួយរយៈដែរ តែសេចក្តីសុខដែលកើតឡើងតែមួយពេល